នៅពេលធ្វើការក្នុងកន្លែងចង្អៀតអ្នកត្រូវតែយកចិត្តទុកដាក់លើសុវត្ថិភាពកន្លែងបង្ខាំងសំដៅដល់កន្លែងដែលមានហានិភ័យនៃការថប់ដង្ហើមភ្លើងឆេះការផ្ទុះជាដើមដោយសារកង្វះអុកស៊ីសែននិងឧស្ម័នដែលបង្កគ្រោះថ្នាក់ជាពិសេសកន្លែងបិទជិតដូចជាកន្លែងផ្ទុកកាកសំណល់ប៉ាសូហិតនៅក្នុងកសិដ្ឋានប៉ាសូហិតឬដូចជារូងផ្ទុកខ្ញីដែលនឹងអាហារដែលផ្អាប់ទុកត្រូវបានរក្សាទុកគឺត្រូវប្រុងប្រយ័ត្នសុវត្ថិភាពជាខ្លាំងដោយសារការថប់ដង្ហើមដោយសារកង្វះអុកស៊ីសែនឬពុលដោយសារឧស្ម័នដែលបង្កគ្រោះថ្នាក់អាចកើតមានឡើងដូច្នេះតើគួរមានវិធានការអ្វីខ្លះពេលចូលទៅក្នុងកន្លែងចង្អៀតមុនពេលចូលទៅក្នុងកន្លែងធ្វើការអ្នកត្រូវតែពិនិត្យមើលសុវត្ថិភាពនៃកន្លែងធ្វើការដោយវាស់កំហាប់នៃឧស្ម័នដែលបង្កគ្រោះថ្នាក់ដូចជាអុកស៊ីសែននិងអ៊ីដ្រូសែនស៊ុលហ្វីតដោយប្រើឧបករណ៍វាស់កំហាប់ឧស្ម័នពីខាងក្រៅមុនពេលចូលធ្វើការងារពេញខ្នាតត្រូវបើករន្ធខ្យល់ឬប្រើឧបករណ៍ខ្យល់ដើម្បីឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ហើយខ្យល់ចេញចូលត្រូវបន្តរហូតដល់ការងារត្រូវបានបញ្ចប់ប្រសិនបើអ្នកមិនអាចពិនិត្យមើលស្ថានភាពនៃខ្យល់នៅខាងក្នុងឬមិនមានការការពារផ្លូវដង្ហើមដូចជាឧបករណ៍ដកដង្ហើមខ្យល់ឬរបាំងផ្គត់ផ្គង់ខ្យល់សូមកុំចូលដោយគ្មានការអនុញ្ញាតនៅពេលនោះរបាំងធូលីមុខនិងរបាំងឧស្ម័នគឺមិនសមរម្យជាឧបករណ៍ការពារផ្លូវដង្ហើមម្យ៉ាងទៀតត្រូវប្រាកដថាឧបករណ៍សមរម្យសម្រាប់ការជម្លៀសក្នុងករណីមានអាសន្នដូចជាជណ្ដើរនិងខ្សែពួរនៅនឹងកន្លែងក្នុងអំឡុងពេលធ្វើការត្រូវតែមានមនុស្សយ៉ាងហោចណាស់2នាក់រួមទាំងអ្នកគ្រប់គ្រងនៅខាងក្រៅកន្លែងធ្វើការដើម្បីគ្រប់គ្រងស្ថានភាពការងារហើយកំហាប់ឧស្ម័នដែលបង្កគ្រោះថ្នាក់ដូចជាអុកស៊ីសែននិងអ៊ីដ្រូសែនស៊ុលហ្វីតត្រូវតែត្រូវបានវាស់ដោយប្រើការជូនដំណឹងអំពីកំហាប់អុកស៊ីសែនញឹកញាប់ប្រសិនបើរោគសញ្ញាដែលសង្ស័យថាមកពីកង្វះអុកស៊ីសែនឬឧស្ម័នដែលបង្កគ្រោះថ្នាក់ដូចជាវិលមុខឈឺក្បាលឬចង្អោរកើតឡើងសូមចាក់ចេញពីកន្លែងធ្វើការជាបន្ទាន់ពេលចូលទៅកន្លែងបង្ខាំងជាបន្ទាន់ដើម្បីជួយសង្គ្រោះអ្នកត្រូវតែពាក់ឧបករណ៍ការពារខ្យល់និងការការពារផ្លូវដង្ហើមនៅពេលនេះផងដែរអ្នកមិនគួរពាក់ម៉ាស់ការពារធូលីឬរបាំងឧស្ម័នឡើយជាចុងក្រោយបន្ទាប់ពីបញ្ចប់ការងារសូមពិនិត្យមើលស្ថានភាពសុខភាពនិងធានាបាននូវការសម្រាកឲ្យបានគ្រប់គ្រាន់ពិនិត្យចំនួនមនុស្សចូលនិងចេញដើម្បីធានាថាចំនួនមនុស្សមុនចូលនិងចំនួនមនុស្សក្រោយធ្វើការគឺដូចគ្នាច្បាប់សុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ថប់ដង្ហើមគឺជាវិធានការចាំបាច់ដើម្បីការពារសុខភាពរបស់យើង